កសិករខ្មែររបស់យើងត្រូវការតម្លៃស្រូវត្រូវការតម្លៃអង្ករឡើងថ្លៃពួកយើងត្រូវការតម្លៃឡើងថ្លៃបន្តទៀតមិនមែនតម្លៃប៉ុណ្ណឹងទេអានេះគឺជាអ្វីដែលខ្ញុំចង់និយាយចេញពីចិត្តដែរឲ្យតម្លៃអង្ករពីព្រោះកសិករតម្រាំតែបានមកគ្រាប់គឺពួកគាត់ពិបាកឲ្យតម្លៃស្រូវតម្រាំបានមកគ្រាប់គឺគាត់ពិបាកមិនមែនស្រួលទេអ្នកខ្លះអត់មានម៉ាស៊ីនច្រូតកាត់ទេធ្វើការអីគឺធ្វើខ្លួនឯងតាំងពីស្ទូងតាំងពីគ្រប់បែបយ៉ាងមកតាំងពីចំណុចទី1រហូតដល់បានផលអញ្ចឹង JX និយាយសម្រាប់ប្រជាជនខ្មែរយើងមក stand សម្រាប់ប្រជាជនខ្មែរយើងដែលគាត់ធ្វើស្រែធ្វើស្រូវតម្រាំឲ្យយើងបានហូបចំអែតកាពះគ្រប់គ្នានេះគឺជាចំណុចជាសារដ៏ធំមួយដែលខ្ញុំមើលឃើញ JX next level មិនមែនមនុស្សធម្មតាដែលឈរនៅនេះហើយ melody ដែល JX យកមកប្រើ Pro ដែល JX យកមកប្រើគឺចាក់ដោតមែនតើដែលខ្ញុំអាចទប់អារម្មណ៍ខ្លួនឯងបានខ្ញុំសប្បាយចិត្តដែលមានមនុស្សម្នាក់អាចនិយាយជំនួសខ្ញុំដែល topic នេះក៏ខ្ញុំធ្លាប់គិតដែរប៉ុន្តែមិនបាច់ខ្ញុំទេខ្ញុំចង់លើចេញពី JX អរគុណបងសួស្តីបង